មានទេសភាពស្រស់ស្អាតប្លែកភ្នែកបែបនេះបើសិនជាអត់បានថតចែកជូនបងប្អូនទស្សនាខ្ញុំមានអារម្មណ៍ថាពិតជាស្ដាយក្រោយខ្លាំងមែនតើហើយទេសភាពដ៏ស្រស់ស្អាតបែបនេះបងប្អូនអត់មាននៅទីណាឆ្ងាយទេគឺនៅលើទឹកដីខេត្តកពតយើងនឹងទៀតហើយនៅទីនេះខ្ញុំអាចនិយាយបានថាគឺ all in one ហើយសម្រាប់ទាំងទេសភាពទាំងកន្លែងសាកនៅគឺស្អាតមែនតើ the best ហ្មងសម្រាប់អ្នកដែលចូលចិត្តភាពស្ងៀមស្ងាត់ឬក៏ការជួបជុំលក្ខណៈមិត្តភ័ក្តិគ្រួសារអូត្រូវខ្លាំងមែនតើនៅនេះមានកន្លែងសម្រាប់ឲ្យយើងឈៀលជុំគ្នានិយាយទៅមានតែគ្នាយើងហ្មងបើសិនជាបងប្អូនមកសម្រាប់ booking ផ្ទះនេះគេអញ្ចឹងអត់មានការរំខានពីអ្នកដទៃឬយើងរំខានគេអីទេដោយសារតែនៅនេះគឺនៅលើផ្ទះបែបនៅលើភ្នំសម្រាប់តែយើងហ្មងណាហើយសម្រាប់ទេសភាពនៅទីនេះគឺថាអែមខ្លាំងមែនតើគ្រាន់តែមកដល់និយាយទៅប្លែកភ្នែកហ្មងបងប្អូនវាមកដល់លើនេះទៅទេសភាពវាឆ្លាស់ភ្នែកហើយជាមួយនឹងការរៀបចំមានអាងទឹកមានអីហើយក៏ដូចជាផ្ទះលំហែបែបនេះខ្ញុំមានអារម្មណ៍ថាអូ fresh ខ្លាំងមែនតើហើយចឹងដោយសារតែយប់នេះយើងមានការជួបជុំគ្នាឈៀលមិត្តភ័ក្តិអញ្ចឹងទៅយើងក៏បានរៀបចំក្លាសេតិចទុកទៅហើយអញ្ចឹងសម្រាប់ចាំគ្នាពូដោយសារតែខ្ញុំមកដល់មុនអញ្ចឹងណាហើយនេះគឺជា view បន្ទប់នៅខាងក្នុងបងប្អូននៅលើនេះមាន2បន្ទប់គេនៅបន្ទប់តូចនោះមានក្រែមួយហានេះធំមែនតើមានក្រែ2និយាយទៅបន្ទប់គាត់នេះមាន view បានគ្រប់កន្លែងហ្មងហើយទេសភាពនៅហ្នឹងការរៀបចំរបស់គាត់មានបន្ទប់ទឹកបន្ទប់អីគាត់គឺស្អាតមានផាសុកភាពមែនតើបងប្អូននៅទីនេះមិនត្រឹមតែ view ទេទាំងកន្លែងគេងគាត់អីគឺការរៀបចំស្រស់ស្អាតខ្លាំងមែនតើខ្ញុំពិតជា recommend បងប្អូនសម្រាប់អ្នកដែលចង់រកកន្លែងគេងបែប private អីនៅខេត្តកពតមានទេសភាពស្អាតអីគឺអាចជ្រើសរើសទីតាំងនេះបានដោយសារតែនិយាយទៅសម្រាប់លក្ខណៈsweet អីមកគូស្នេហ៍ក៏បានឬក៏មកជាលក្ខណៈគ្រួសារធំអីក៏បានដែរនៅទីនេះអាចទទួលបានមនុស្សដូចជាជាង10នាក់បងប្អូនធំខ្លាំងមែនតើសម្រាប់ផ្ទះលំហែនេះមួយហើយបរិយាកាសទេសភាពទូទៅដូចដែលមើលឃើញចាក់ស្ដែងបែបនេះចឹង fresh ខ្លាំងមែនតើខ្ញុំមកនេះខ្ញុំវិចការងារមកធ្វើនៅនេះទៀតដោយសារតែមកដល់ទីនេះវាអារម្មណ៍យើងដូចនៅផ្ទះចឹងណាបងប្អូនហើយចឹងល្ងាចឡើងក៏យើងរៀបចំហូបរៀបចំអីអាំងសាច់អីញ៉ាំជុំគ្នាហើយក៏ដូចជាបរិយាកាសឈៀលបែបនេះគឺផ្លិចមិនបានទេជាមួយនឹង Cambodia Live ស្រាលសតុនជុំបានយូរចឹងបងប្អូននិយាយទៅស៊ីគ្នាមែនតើជាមួយនឹងបរិយាកាសជាមួយនឹងកន្លែងឈៀលបែបនេះណាជាមួយនឹង Cambodia Live នេះគឺត្រូវខ្លាំងណាស់បងប្អូនហើយការជួបជុំរបស់យើងនេះគឺនៅលើភ្នំបែបនេះវាមានតែគ្នាយើងស្ងប់ស្ងាត់ល្អអត់មានការរំខានពីអ្នកដទៃឬក៏យើងផ្ដល់ការរំខានដល់ណាគេទេដោយសារតែទីនេះវាមានតែគ្នាយើងចឹងយើងអាចជប់លៀងយើងអាច pool party ឬក៏អីផ្សេងទៅហើយនេះទិដ្ឋភាពពេលយប់ឡើងក៏មិនចាញ់ពេលថ្ងៃដែរយើងអាចមើលឃើញសម្រស់ទេសភាពក្រុងកពតមកពេលយប់ឡើងហើយថ្ងៃរះវិញមិនបាច់និយាយគឺថាអែមកប់តែម្ដងបងប្អូននៅនេះហើយនិយាយទៅទេសភាពនេះដូចខ្ញុំថាចឹងវាសឹងថា all in one ឯទាំងពេលព្រឹកពេលថ្ងៃអីគឺអែមខ្លាំងមែនតើ fresh ហ្មងចឹងខ្ញុំគិតថានៅខេត្តកពតនេះគឺពិតជាអំណោយផលមែនតើទាំងទីតាំងទាំងទេសភាពទាំងអីហើយបើសិនជាមានការរៀបចំស្អាតបែបនេះច្រើនណាប្រកាសជាអែមខ្លាំងមែនតើសម្រាប់ខេត្តយើងផ្ទាល់ហ្មងហើយក៏ដូចជានៅទីនេះពូទេសភាពពេលព្រឹកបែបនេះបងប្អូនអាចមើលឃើញទេសភាពជើងភ្នំជាប់គ្នានៅមុខយើងដែលស្អាតដូចជាផ្ទាំងគំនូរចឹងបងប្អូនអាចមើលឃើញចាក់ស្ដែងនៅក្នុងវីដេអូនេះចឹងនិយាយទៅខ្ញុំពិតជាសរសើរការរៀបចំកន្លែងស្នាក់នៅរបស់គាត់ខ្លាំងមែនតើគាត់ជ្រើសរើសបាននៅទីតាំងស្អាតហើយគាត់ចេះឆ្នៃប្រឌិតនៅកន្លែងនេះដើម្បីបូកផ្សំជាមួយនឹងទេសភាពដែលមានស្រាប់ហើយក៏ដូចជាការតុបតែងបន្ថែមរបស់គាត់អីចឹងណាស៊ីជាមួយនឹងបរិយាកាសទេសភាពធម្មជាតិនៅទីនេះខ្លាំងមែនតើបងប្អូនហើយខ្ញុំសង្ឃឹមថានឹងមានកន្លែងស្អាតបែបនេះច្រើននៅក្នុងខេត្តកពតរបស់យើងហើយក៏ដូចជាចាំមើលទីតាំងបន្ថែមនឹងលម្អិតខ្ញុំនឹងដាក់ព័ត៌មាននៅក្នុង comment ឲ្យសម្រាប់បងប្អូនដែលចង់ទទួលបានការស្នាក់នៅឬក៏អីផ្សេងអញ្ចឹងបងប្អូនហើយបើបងប្អូនគេងនៅលើហ្នឹងបងប្អូនអាចមកឆ្លៀតចូលកាហ្វេចលងភ្នំបានបងប្អូនដោយសារតែនៅកន្លែងគេងហ្នឹងគឺវាចិត្តគ្នាទេអញ្ចឹងអាចមកភ្លក់កាហ្វេនៅកន្លែងនេះក៏ដូចជាថតរូបនៅកាហ្វេចលងភ្នំនេះបានហើយក៏ដូចជាចេញពីហ្នឹងទៅខេត្តកពតបើដឹងធ្វើអីកុំភ្លេចទៅថតនីលកានៅក្នុងខេត្តផងដោយសារតែកំពុងបញ្ចេញសម្រស់ស្អាតមែនតើហើយអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបាយបាយ